អូខេសួស្តីមិត្តភ័ក្តិទាំងអស់គ្នាឥឡូវបានមកដល់ឌូបៃហើយបន្ទាប់ពីបានហោះហើរមកយប់មកបាទយើងចេញពីសិង្ហបុរីដូចជាម៉ោង 7:02 ហើយមកដល់ឌូបៃនេះម៉ោង 5:50 នាទីពេលព្រឹកបានតែព្រមតែយើង process immigration ក៏ដូចជាបាទយកវ៉ាលីយកអីហ្នឹងបាទផ្លាស់ប្ដូរសម្លៀកបំពាក់យើងចំណាយពេលបាទរហូតដល់ម៉ោង 7 ជាងបានយើងបានចេញអញ្ចឹងណាបាទដោយសារថាថ្ងៃនេះមានភ្ញៀវច្រើនបាទដែលនៅកក់កុញកន្លែង immigration បាទតែយ៉ាងណាឥឡូវយើងបានរួចរាល់ហើយបាទឥឡូវបានចេញខាងក្រៅពលានយន្តហោះហើយបាទ Welcome to Dubai បាទតបពីបានមកដល់ភោជនីយដ្ឋានមកឥឡូវនេះគឺយើងទទួលទានអាហារពេលព្រឹកសម្រាប់ភ្ញៀវគឺមានច្រើនតែសម្រាប់ខ្ញុំ order តែប៉ុណ្្នឹងទេបាទគឺមានចាក់ខ្វៃធំមែនតើហើយនំនេះដូចជានំទៀនបន្តិចអីបន្តិចចឹងណាបាទហើយនេះសណ្ដែកទឹកសណ្ដែកបាទហើយនឹងទឹកស៊ីវបាទអញ្ចឹងព្រឹកនេះខ្ញុំញ៉ាំតែប៉ុណ្្នឹងបានហើយព្រោះនៅលើយន្តហោះមិញញ៉ាំមកទៅហឹងដែរហ្នឹងឃើញថានៅពេលនេះគឺមានភ្ញៀវបាទគាត់មកជំរុំដើម្បីរងចាំជិះអូតបាទនេះតម្រង់ជួរអញ្ចឹងបាទហើយនេះគឺទេសចរដែលគេជិះអូតបាទតែយើងជិះអូតនេះបានឆ្ងាយបាទបានតែមកជុំទេដើម្បីជាបទពិសោធន៍បាទអនុស្សាវរីយ៍អញ្ចឹងបាទ ល
លិចពណ៌ស្អាតមែនតើបាទផ្ទៃមេឃពណ៌មាសតែម្ដងបាទអញ្ចឹងនៅពេលដែលយើងបានចូលមកដល់ក្នុងជ្រុំហ្នឹងបាទគេមាននំបាទមានតែក៏ដូចជាលម៉ើដើម្បីស្វាគមន៍ភ្ញៀវទេសចរដែលបានមកចូលលេងជំរំរបស់គេអញ្ចឹងណាបាទអញ្ចឹងតាមកម្មវិធីម៉ោង6បាទ45នាទីសូទី1នឹងចាប់ផ្ដើមបាទនេះហើយគឺជាសពបាទដែលគេមានលក់បាននៅវត្ថុអនុស្សាវរីយ៍ក៏ដូចជាសម្លៀកបំពាក់ហើយនឹងកសែងរុំក្បាលអីអញ្ចឹងបាទហើយក៏មានទឹកអប់បាទដែលជាទឹកអប់មេបាទក្លិនខ្លាំងមែនទែនបាទហើយក៏មានកន្លែងគេគូដៃគូអីអញ្ចឹងបាទអូខេឃើញថាគេរៀបចំបានល្អមែនទែនបាទបែបបបធរបែបប្រពៃណីតែម្ដងបាទនេះស៊ីសាបាទនេះក៏ជាកន្លែងលក់វត្ថុអនុស្សាវរីយ៍បាទរបៀបគេយកខ្សាច់ឲ្យគេគូពណ៌អញ្ចឹងបាទតាក់ទងមួយទស្សនវិជ្ជានៅខាងឌូបៃនេះតែម្ដងបាទចឹងបើសិនជាភ្ញៀវទេសចរត្រូវការទិញវត្ថុអនុស្សាវរីយ៍អីបាទមិនបាច់ចាំទៅផ្សារទំនើបឬក៏ទៅកន្លែងវត្ថុអនុស្សាវរីយ៍ទេគឺនៅកន្លែងនេះគេមានតែម្ដងចឹងបាទឃើញថាឥឡូវនេះភ្ញៀវចាប់ដើមមកបដើហើយបាទឃើញសកម្មភាពរៀងមមាញយ៉ាងតិចហើយកម្មវិធី show ហ្នឹងប្រហែលជាអាចដល់ជប់ជ្រៅបាទឥឡូវនេះនៅស្រុកខ្មែរយើងបាទត្រឹមតែម៉ោងបាទ9:30នាទីទេបាទប៉ុន្តែនៅនេះនៅភ្លឺចេះឡើយបាទព្រោះហេតុអីឌូបៃខុសជាមួយខ្មែរយើងរហូតដល់3ម៉ោងបាទនេះថាគេដើរយឺតជាងយើង3ម៉ោងបាទអញ្ចឹងមុនកម្មវិធីចាប់ផ្ដើមគេមានរៀបចំអាហារសម្រាប់ឲ្យដែរបាទនេះគឺជានំរ៉ូទីសាច់មាន់បាទចង់ដឹងរសជាតិមិនអីមិនបាទនៅខាងក្នុងនេះហើយបាទបាទនេះនំរ៉ូទីសាច់មាន់គេបាទជាតិតែម្ដងបាទចាប់ដើមញ៉ាំនំរ៉ូទីរ៉ូទី3បាទឥឡូវនេះគឺថាគេកំពុងតែចាប់ដើមសម្ដែងសូអីបាទអញ្ចឹងចង់ដឹងសូគេមានសូអីខ្លះបាទកុំភ្លេចមើលវីដេអូនេះពីដើម